មេរៀននេះគឺជាកន្លែងដែលបងប្អូនទាំងអស់គ្នាចាប់ផ្ដើម build automation ជាលើកដំបូងយើងអត់ត្រូវការទាមទារនៅការចេះកូដឬក៏ technical អីស្មុគស្មាញទេគឺយើងមានតែរឿង3ទេដែលយើងត្រូវធ្វើគឺទាញទម្លាក់ហើយភ្ជាប់អូខេឥឡូវតោះយើងចូលទៅកាន់ make.com ទាំងអស់គ្នា make.com គឺជា tool មួយដែលភ្ជាប់អ្វីៗទាំងអស់បញ្ចូលគ្នាឬក៏ជា tool មួយដែលអនុញ្ញាតឲ្យយើងភ្ជាប់នៅ AI tool ជាច្រើនទៀតបញ្ចូលគ្នាដូចជាមាន ChatGPT, Claude AI, Google Gemini និង tool ជាច្រើនទៀតក្រៅពី AI ដើម្បីអីគឺដើម្បីឲ្យ Make ខ្លះជាស្ពានចម្លងមួយដែលភ្ជាប់រវាង AI tool ឬក៏ digital tool ផ្សេងៗទៀតភ្ជាប់ជាមួយនឹងការងាររបស់យើងឬក៏អាជីវកម្មរបស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចគិតបែបនេះបាននៅពេលដែលយើងបង្កើត make.com មួយឬក៏ make.com account មួយគឺប្រៀបបីដូចជាយើងមានរោងចក្រមួយអញ្ចឹងនៅក្នុងរោងចក្រគឺវាមានម៉ាស៊ីនមានកម្មករនិងមានខ្សែក្រវ៉ាត់ចង្វាក់ផលិតកម្មអញ្ចឹងនៅក្នុង make ក៏ដូចគ្នាដែរនៅក្នុង make យើងមាន mutual connection និង data flow អញ្ចឹងគឺវាស្តៀងគ្នាទៅនឹងរូបភាពនៅក្នុងរោងចក្រតោះឥឡូវយើងចូលមកមើលផ្ទាំង interface ឬក៏ផ្ទាំងបង្ហាញរបស់កម្មវិធី Mac ជាក់ស្ដែងដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅពីអ្វីដែលខ្ញុំបង្ហាញជាទ្រឹស្ដីជូនទៅកាន់បងប្អូនទាំងអស់គ្នាមិញឥឡូវកន្លែងនេះនៅផ្ទាំងខាងឆ្វេងផ្ទាំងទូចមួយដែលមានពណ៌ស្វាយនេះគេហៅថា menu bar ដែលគេមានជាហូហែដូចដែលបងប្អូនមើលឃើញនៅខាងនេះអញ្ចឹងជាដើមហើយទីនេះគឺនៅពេលដែលខ្ញុំចុចលើ home វានឹងឃើញនៅ my organization ដែលកន្លែងនេះដូចជានៅ real world របស់យើងអញ្ចឹងដែលក្នុង organization របស់បងប្អូនគឺមានការងារអីជាច្រើនទៀតគឺយើងអាចរៀបចំជារចនាសម្ព័ន្ធដើម្បីឲ្យទៅ automate បានហើយនេះគឺជាកន្លែងដែលយើងចាប់ផ្ដើម create នៅ scenario របស់យើងក៏ប៉ុន្តែមុននឹងចូលទៅ create ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចូលទៅមើលនៅ scenario ដែលខ្ញុំបាន create មុននឹងសិនដែលខ្ញុំបានធ្វើជា scenario មួយដើម្បី automate ទៅលើ Skillnet customer service ដែលយើងមាន scenario mutual និង data flow ហើយកន្លែងនេះគឺជាកន្លែង run one ដែលយើង click ដើម្បីតេស្តក៏ប៉ុន្តែខ្ញុំសិតដាក់ immediately as data arrive មានន័យថានៅពេលដែលមានគេឆាតចូល Telegram របស់ខ្ញុំឥឡូវគឺយើងភ្ជាប់តែទៅលើ Telegram មួយសិនទេដោយសារតែ Facebook គឺកំពុង under review ជម្រាបបងប្អូនទាំងអស់គ្នាគឺយើងមិនមែនភ្ជាប់បានតែទៅលើ Telegram ទេគឺយើងភ្ជាប់បានទាំង Facebook, TikTok និង IG បានដូចគ្នាប៉ុន្តែapp ខ្លះយើងតើការunder review អញ្ចឹងយើងភ្ជាប់មកលើ Telegram មុនហើយ tool ទាំងអស់ហ្នឹងយើងគ្រាន់តែបន្ទាប់ពី app ដែលយើងបង្កើតហ្នឹង review ចប់ហើយយើងគ្រាន់តែយកមកភ្ជាប់គ្នាបន្តបន្ទាប់គឺចប់អញ្ចឹងមុននឹងចូលទៅដល់ឲ្យបងប្អូនទាំងអស់គ្នាអាច create នៅឬក៏បង្កើតនៅ scenario មួយផ្ទាល់ខ្លួនខ្ញុំចង់ណែនាំឲ្យបងប្អូនទាំងអស់គ្នាស្គាល់ពីពាក្យកលឹះមួយចំនួនជាមុនសិនដែលយើងនឹងប្រើនៅលើ automation របស់យើងជាញឹកញាប់ហើយវាជាពាក្យបច្ចេកទេសគឺយើងអត់ត្រូវការបកប្រែទេបើកាលណាបកប្រែវានឹងពិបាកនៅក្នុងការតាមពាក្យកលឹះទី1របស់យើងគឺ trigger ដែលវាមានន័យដូចទៅនឹងកងតាក់អញ្ចឹងនៅក្នុង project customer service របស់យើងគឺយើងអត់ចាំបាច់អ្នកណាទៅអង្គុយចុចបើកបិទវាទេគឺយើង set up Telegram bot នេះធ្វើជា trigger អញ្ចឹងនៅពេលដែលមានភ្ញៀវឬក៏នរណាឆាតមក Telegram របស់យើងពេលនោះវានឹងចាប់ផ្ដើម pass នៅ information ហ្នឹងចូលទៅកាន់ data flow ភ្លាមហើយវានឹងដឹកនាំទិន្នន័យពីមួយជំហានទៅមួយជំហានជាឧទាហរណ៍នៅពេលដែលខ្ញុំបើក Telegram bot របស់ខ្ញុំឧទាហរណ៍ Skillnet Empire ហើយខ្ញុំចាប់ផ្ដើមសរសេរ hello បាទអញ្ចឹងបងប្អូនឃើញហើយនៅពេលដែលខ្ញុំសរសេរពាក្យ hello ប្រៀបបីដូចជាការបើកកុងតាក់មួយដើម្បីឲ្យម៉ាស៊ីនរបស់យើងដំណើរការអញ្ចឹងហើយវាចាប់ផ្ដើមរត់ទៅពេលនេះទីកន្លែងនេះទៅខ្ញុំនឹងauto align ហើយចាប់ផ្ដើម expand នៅ data flow ជូនទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងគឺវាចាប់ផ្ដើម process នៅ data តាមបែបនេះ
ហើយបើសិនបើកន្លែងនេះគឺខ្ញុំបំបែកជាពីរដែលយើងមាន router បើសិនបើភ្ញៀវថ្មីគឺនឹងរត់មកខ្សែនេះហើយបើសិនបើភ្ញៀវចាស់គឺនឹងរត់មកខ្សែខាងលើពេលកលឹកទី2របស់យើងគឺ module អញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នា click create module ថ្មីណាមួយឧទាហរណ៍ខ្ញុំ click យក Telegram bot ហើយបន្ទាប់មកខ្ញុំដាក់ send text or reply អញ្ចឹង module មួយគឺស្មើទៅនឹងសកម្មភាពមួយដែលសកម្មភាពហ្នឹងវាធ្វើអីគឺអាស្រ័យទៅលើការ set up របស់យើងអញ្ចឹងឧទាហរណ៍ដូចដែលបងប្អូនទាំងអស់គ្នាមើលឃើញនៅវាproject ធំរបស់យើងគឺតើតងនឹងកន្លែងនេះ module Telegram ចាប់ផ្ដើមបោះនៅតំណីដែលភ្ញៀវឆាតមកចូលទៅកន្លែង tool ដែល tool នេះគឺយើងធ្វើការ set up នៅ variable អីរៀងស្មុគស្មាញច្រើនដែរហើយបន្ទាប់មកវានឹងចាប់ផ្ដើមតបោះតំណីហ្នឹងបន្តឲ្យគ្នារហូតមកដល់ module ចុងក្រោយហើយផ្ញើទៅកាន់ Telegram វិញអញ្ចឹងវាផ្ញើទៅតាមណាគឺផ្ញើទៅតាម flow អញ្ចឹងអីដែលបងប្អូនឃើញចុចនេះគេហៅថា flow គឺជាកន្លែងមួយឬក៏ជាផ្លូវមួយដែលដឹកជញ្ជូននៅទិន្នន័យរបស់យើងពី module មួយទៅកាន់ module មួយទៀតរហូតដល់ទីបញ្ចប់នៃការ set up របស់យើងអញ្ចឹងនឹងឯងគេហៅថា flow ហើយពាក្យកលឹះចុងក្រោយគឺ data អញ្ចឹង data គឺជាទិន្នន័យអញ្ចឹងទិន្នន័យដែលណាដែលយើងចង់ set ឬក៏ដែលយើងចង់បានគឺយើងអាច set up បានទៅលើ module នីមួយៗអញ្ចឹងនឹងគឺជាពាក្យកលឹះសំខាន់ដែលបងប្អូនទាំងអស់គ្នាត្រូវចងចាំពីពេលនេះតទៅឥឡូវយើងនឹងចាប់ផ្ដើមចូលទៅកាន់កន្លែង create នៅ scenario ថ្មីបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ដឹងបានច្រើនពី mac.com ឥឡូវយើងនឹងចាប់ផ្ដើមចូលទៅកាន់ scenario ថ្មីឬក៏បង្កើតនៅ scenario ថ្មីជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងទាំងទីនេះគឺវាមានច្រើនបងប្អូនទាំងអស់គ្នាកុំតាន់គិតស្មុគស្មាញគឺយើងចូលមកកាន់ create នៅ scenario ថ្មីទាំងអស់គ្នានេះមកអញ្ចឹងនៅកន្លែង scenario នៅពេលដែលយើងបើកផ្ទាំង scenario ថ្មីគឺយើងនឹងទទួលបាននៅរោងចក្រមួយថ្មីដើម្បីទៅ automate ទៅលើ project អីផ្សេងៗទៅតាមការចង់បានរបស់យើងមិនថា customer service sales marketing productivity ការងារ HR ឬក៏ការងារផ្សេងៗទៀតដែលយើងអាចធ្វើបាននៅលើ Mac ហើយនៅទីនេះបងប្អូននឹងឃើញ app ជាច្រើនដែលបច្ចុប្បន្នភាពនេះឬក៏សប្តាហ៍ថ្ងៃនេះគឺ Mac វាបានភ្ជាប់ជាមួយនឹង app ជាង 3,000 app អញ្ចឹង 3,000 app គឺច្រើនមែនតើដែលបងប្អូនទាំងអស់គ្នាអាច automate ទៅលើការងារអីបានជាច្រើនទៅតាមការចង់បានរបស់យើងអញ្ចឹងបន្ទាប់ពីបងប្អូនបានឃើញទ្រឹស្ដីហើយកន្លែងនេះគេហៅអីគេគឺ module មិនអញ្ចឹងកន្លែង module ទី1គឺយើងអាច set up webhook ឬក៏អាច set up trigger ជោគ app មួយណាមកធ្វើជា trigger ដើម្បីឲ្យជាកន្លែងចាំទ្វារដើម្បីចាំនៅអ្នកណាម្នាក់ចុចបញ្ជាអាចជាអតិថិជនរបស់យើងឬក៏អាចជាអ្នកទំនាក់ទំនងរបស់យើងបើសិនបើយើង set up automation ធ្វើជា customer service ឥឡូវខ្ញុំនឹងដាក់ Telegram ហើយ Telegram គឺវាមានច្រើនឲ្យយើងរើសវាមាន voice update send text message និង chat list អញ្ចឹងបើសិនបើយើងចង់ set Telegram ទៅជា trigger យើងត្រូវយក voice update ឬក៏ instant បាទយើង click នៅទីនេះមកហើយនៅទីនេះគឺទាមទារឲ្យយើងទៅបង្កើតនៅ Telegram bot មួយដើម្បីយកមកភ្ជាប់កន្លែងនេះអញ្ចឹងដើម្បីបង្កើតទៅបានគឺបងប្អូនទាំងអស់គ្នាគ្រាន់តែបើកនៅកម្មវិធី Telegram របស់យើងមកហើយបន្ទាប់មកទៀតគឺយើងត្រូវចូលទៅកាន់ bot មួយដែលមានឈ្មោះថា bot fatherអូខេអញ្ចឹងនៅកន្លែង father bot នេះគឺអនុញ្ញាតឲ្យបងប្អូនអាចបង្កើតនៅ Telegram bot បានច្រើនហើយ free ក៏ប៉ុន្តែបងប្អូនត្រូវរក្សាទុកនៅ API ឬក៏ token របស់យើងឲ្យបានត្រឹមត្រូវដើម្បីជៀសវាងនៅការបាត់បង់អញ្ចឹងកន្លែងនេះខ្ញុំសូមបើកវងខ្យល់បន្តិចថាតើអ្វីទៅគឺជា API គឺជាស្ពានចម្លងមួយដែលអនុញ្ញាតឲ្យ
app មួយជាមួយនឹង app មួយអាចបដោះបដូរនៅតំណែងឲ្យគ្នាវាស្តៀងគ្នាជាមួយនឹង data flow នៅលើ mac.com ដែរអញ្ចឹងនឹងគឺជាអ្វីដែលបងប្អូនត្រូវយល់ពីនិយមន័យរបស់ API ឥឡូវយើងចូលមកកាន់ board របស់យើងវិញបើសិនបើបងប្អូនធ្លាប់បង្កើតហើយវានឹងចាញ់បែបនេះហើយដើម្បីចូលទៅកាន់ board មួយនឹងបានបងប្អូនត្រូវ type board folder ឬចូលទៅកាន់ user name ដែលមានឈ្មោះថា board folder ហើយយើង click search នៅទីនេះមកបន្ទាប់មកទៀតគឺយើង click slash ហើយបងប្អូននឹងឃើញពាក្យថា new board អូខេនៅកន្លែង new board នេះគឺយើងអាចដាក់ឈ្មោះឲ្យ board របស់យើងអញ្ចឹងបងប្អូនអាចដាក់អ្វីក៏បានដែរឧទាហរណ៍ខ្ញុំដាក់ថាអូខេអញ្ចឹងដល់ពេលដែលឈ្មោះនឹងអត់ទាន់មានគេប្រើគឺវានឹងឲ្យយើង generate ជា API ឬក៏ token ហើយនេះគឺជា board របស់យើងហើយកន្លែងនេះគឺជា token អញ្ចឹងយើងអាច copy យក token ហ្នឹងយកមកបោះចូលនៅកន្លែងនេះហើយកន្លែងនេះដើម្បីបោះចូលបានបងប្អូនទាំងអស់គ្នាគ្រាន់តែចុច click add ដល់នេះយើងអាចដាក់ web hook name ទៅតាមអីដែលយើងចង់បានអញ្ចឹងឧទាហរណ៍ board របស់ខ្ញុំឈ្មោះភក្តីហើយចូលមកកាន់ connection គឺនៅពេលដែលបងប្អូនទាំងអស់គ្នាមាន board ច្រើនឧទាហរណ៍ដូចដែលខ្ញុំតេស្តតាំងពីខ្ញុំរៀនអញ្ចឹងគឺមាន board ជាច្រើនអញ្ចឹងវានឹងបង្ហាញ list នៅទីកន្លែងនេះក៏តែបើសិនបើយើងអត់ទាន់មានទេយើងអាច click add នៅនេះបានហើយនៅទីនេះយើងគ្រាន់តែ pass នៅ token ដែលយើងបាន copy មិញយកមកដាក់ចូលនៅទីនេះមកហើយយើងចុច save កន្លែងនេះបើសូអញ្ចឹងយើងដាក់ no thank មកហើយចុច save បាទឥឡូវគឺយើងបាននៅ watch up មួយហើយបងប្អូនអាច click save នៅទីនេះអញ្ចឹងនៅទីកន្លែងនេះខ្ញុំចង់បញ្យល់បងប្អូនបន្តិចមុននឹងយើងនឹងត project នឹងនៅមេរៀនក្រោយគឺខាងនេះគឺជា scenario name ឬក៏ឈ្មោះនៃ scenario របស់យើងអាចដាក់ឈ្មោះហើយយើងអាចចុចទៅលើសញ្ញាត្រី3នេះដើម្បីឲ្យ show credit usage show mutual ID ខ្ញុំណែនាំឲ្យបើកទាំងអស់ដើម្បីងាយស្រួលនៅក្នុងការធ្វើការឬក៏ការ debug អីផ្សេងៗនៅពេលដែល system របស់យើង crash ឬក៏មានបញ្ហាហើយនៅទីនេះគឺយើងអាចដាក់ឈ្មោះរបស់យើងទៅលើ scenario របស់យើងបានឧទាហរណ៍ project អីដែលយើងកំពុង build យើងអាចដាក់ឈ្មោះបានឥឡូវឧទាហរណ៍ថាខ្ញុំដាក់ថា learn automation day 1ឬក៏ដាក់ project របស់យើងជាក់ស្ដែងក៏បានដែរ C បាទដាក់តាប៉ុណ្ណឹងហើយបងប្អូនទាំងអស់គ្នាកុំភ្លេចចុច save កាលណាតែយើងអត់ save ទេវាអត់ automatic save ឲ្យយើងហើយកន្លែងនេះដែលបងប្អូនត្រូវដឹងដូចគ្នាគឺយើងមាន run 1គឺជាកន្លែងដែលតេស្តទៅលើ scenario របស់យើងឧទាហរណ៍ខ្ញុំ click run បែបនេះហើយនៅពេលដែលគេឆាតចូលទៅលើ board របស់យើងឧទាហរណ៍ភក្តី board គេ click start ហើយគេ say something ឧទាហរណ៍ hello ចឹងឃើញថា data របស់យើង pass ហើយនេះគឺជាលំហាត់មួយដែលបងប្អូនទាំងអស់គ្នាត្រូវធ្វើឲ្យខ្ញុំបន្ទាប់ពីចប់មេរៀននេះអញ្ចឹងដល់ពេលដែលនេះគឺជាជោគជ័យដ៏តូចមួយឬក៏បង្កើតបានជាភាសាអង់គ្លេសគេហៅ dopamine ដែលបងប្អូនទាំងអស់គ្នាលើកទឹកចិត្តបងប្អូនទាំងអស់គ្នានៅក្នុងការភ្ជាប់នៅ mutual ឬក៏ action អីបន្តទៀតអញ្ចឹងយើងអាច click save បន្ទាប់ពីយើងជោគជ័យទៅលើ mutual ទី1របស់យើងហើយនៅកន្លែងនេះគឺយើងអាច set up ទៅជា schedule ឬក៏នៅពេលដែល data arrive អញ្ចឹងកន្លែងនេះយើងដាក់ data arrive ផ្ទាំងនេះគឺយើងប្រើដើម្បី save ហើយផ្ទាំងខាងនេះវិញគឺ auto align នៅពេលដែលបងប្អូនទាំងអស់គ្នាមាន mutual ច្រើនតភ្ជាប់បញ្ចូលគ្នាតភ្ជាប់គ្នាហើយ expand flow នៅពេលដែលយើងឲ្យយល់ថាតើ data របស់យើងហ្នឹងវាដឹកពេលណាទៅណាគឺយើងអាចចូលទៅកាន់ expand flow នេះបានហើយបន្តមកទៀតគឺយើងមាន scenario input និង output ដែលកន្លែងនេះនៅពេលដែលបងប្អូនទាំងអស់គ្នាបង្កើតជា scenario បានមកផ្ទាំងដោយដែលខ្ញុំបានធ្វើមុនគឺយើងអាច
import ឬក៏ export វាណានឹងដូចនៅលើកម្មវិធី Excel ណាហើយបន្ទាប់មកគឺយើងមាន second ហើយបន្ទាប់មកគឺយើងមានកន្លែង setting ទៅលើ scenario របស់យើងដែលយើងអាចធ្វើការ set up ផ្សេងៗហើយនៅទីកន្លែងនេះគឺយើងអាច click note ហើយមាន version history ដើម្បីយើងទៅ pick up ទៅលើការ set up របស់យើងក៏តែវានឹងបង្ហាញលុះត្រាតែយើងបាន click save បើយើងអត់ click save ទេគាត់មាន version history ដែរបន្ទាប់មកយើងមាន control flow គឺជា tool ផ្សេងៗទៀតដែលបងប្អូនអាចclick ដើម្បី expand នៅទីនេះបានក៏តែយើងនឹងទៅជួបគ្នានៅមេរៀនបន្តទៀតអញ្ចឹងនៅក្នុងមេរៀននេះយើងចប់តែប្រព័ន្ធនេះសិនក៏តែបងប្អូនកុំភ្លេចធ្វើលំហាត់ទូចនេះមួយហើយយើងនឹងជួបគ្នានៅមេរៀនទី2អរគុណច្រើន